大家好ngày nayយើងឆាបាយសាច់គោពងទាអ្នកគ្នាហើយសម្រាប់ថ្ងៃនេះគឺខ្ញុំចង់ញ៉ាំបាយឆាខ្លាំងណាស់អ្នកគ្នាហើយបើក្នុងទូមកឃើញមានសាច់គោដល់ពេលអញ្ចឹងទៅខ្ញុំក៏យកសាច់គោនឹងមកឆាបាយអ្នកគ្នាក៏ប៉ិតកម្រងនឹងឃ្លានចង់ញ៉ាំយូរថ្ងៃហើយតែអត់បានញ៉ាំទៅថ្ងៃហ្នឹងបានធ្វើញ៉ាំចាបាយឆាខ្ញុំហ្នឹងគឺបន្លែដាក់តែពីរមុខទេអ្នកគ្នាព្រោះខ្ញុំអត់ចូលចិត្តញ៉ាំបន្លែច្រើនមុខចឹងណាហើយបងប្អូនណាខ្លះដែលចូលចិត្តបន្លែពីមុខដូចខ្ញុំអញ្ចឹងបើថាយើងខ្ជិលក៏ថាបានណាអ្នកគ្នាបើនិយាយចំទៅខ្ជិលតែម្ដងហ្នឹងណាបន្ទាប់ពីចិត្តក្រត់ចិត្តអីរួចរាល់ហើយហ្នឹងគឺយើងដាក់វាក្លុកចូលគ្នាឆាចឹងមកអ្នកគ្នាផ្លេចប្រាប់ដបងដាក់ប្រេងឆាបន្តិចទៅហើយដាក់អាក្រត់ហើយនឹងពោតនេះចូលអ្នកគ្នា月台的钟滴答帮我们倒数沉默你抬起头笑着说以后再联络最后一班地铁已经过站只有回忆还停在晚安之前你背影一点一点推到看不见却还在我心里来来回回盘旋កូវិតមកហើយយើងក៏ដាក់សាច់គោចូលអ្នកគ្នានិយាយបាយឆាខ្ញុំអត់សូវទំនងទេដោយសារតែខ្ញុំអត់ចេះធ្វើម្ហូបអ្នកគ្នា你的讯息停在那句早点休息好多话题想继续开口却已关机习惯路线经过我们一起的那些街景每个转弯都想绕回那年冬季ហើយបន្ទាប់មកហ្នឹងគឺយើងដាក់បាយចូលបាយរៀងច្រើនបន្តិចដោយសារតែខ្ញុំនឹងគិតថាពីរនាក់ប្តីរបស់ខ្ញុំនឹងញ៉ាំរៀងច្រើនអញ្ចឹងដាក់បាយរៀងច្រើនទៅញ៉ាំគ្នាហើយបន្ទាប់មកយើងកូរវត្តចឹងទៅត្រឡប់មកហើយក៏ចាក់ទឹកស៊ីអ៊ីវបន្តិចចូលខ្ញុំចូលចិត្តញ៉ាំទឹកស៊ីអ៊ីវជាងញ៉ាំទឹកត្រីញ៉ាំគ្នាដោយសារតែទឹកស៊ីអ៊ីវវាអត់សូវប្រៃចឹងណាហើយនៅមួយគ្រួសារខ្ញុំក៏គាត់អត់ចូលចិត្តប្រៃដែរម្ហូបអាចដាក់អាចនិយាយបានថាយ៉ាងណែនទេ 假装不想念，也深了。
បន្ទាប់មកយើងដាក់ស្ករបន្តិចប៊ីចេងបន្តិចទៅបន្ទាប់មកយើងចៀនពងអ្នកគ្នានិយាយទៅពងទាចៀនខ្ញុំអត់ជំនាញទេបើបងណាចេះចៀនពងជំនាញឲ្យជួយប្រាប់ផងខ្ញុំអត់ជំនាញទេគ្រាន់តែឃើញដៃដឹងតែឆ្កងបាត់ហើយអ្នកគ្នាហើយនេះមកមើលរីសាបាយអ្នកគ្នាអើយតំណងខ្លាំងមែនតែញ៉ាំក៏ឆ្ងាញ់ដែរណា